រឿងណាតរូបកាយនៅអាមេរិកតែចិត្តនឹកដល់ស្រុកកំណើតទឹកក្តីចាំងក្តីសូមចូលរួមជួយកងទ័ពនិងជនភេសជ្ជទោះបីជាកំពុងរស់នៅទឹកដីសហរដ្ឋអាមេរិកយ៉ាងមានក្តីសុខជាមួយស្វាមីក្តីរឿងណាតអតីត Miss Universe 2018ក៏នៅតែនឹករលឹកដល់ស្រុកកំណើតជាពិសេសក្នុងអំឡុងពេលដែលប្រទេសជាតិកំពុងជួបសង្គ្រាមឈានពានពីកងទ័ពថៃនាងក៏បានចូលរួមចំណែកជាថវិកាខ្លះៗដើម្បីជួយដល់កងទ័ពនិងជនភេសជ្ជផងដែររឿងណាតនិយាយថានៅក្រោមបណ្ដាតភ្លើងសង្គ្រាមបានបង្រៀនយើងឲ្យយល់កាន់តែច្បាស់ថាប្រសិនបើយើងមិនរឹងមាំខ្លួនឯងទេគ្មានប្រទេសណាមកការពារឬជួយយើងបានឡើយគេបានដឹងនិងបានឮរឿងដែលកើតឡើងតែចុងក្រោយបានត្រឹមតែឈរមើលប៉ុណ្ណោះយុទ្ធធម៌តែងតែលំអៀងទៅរកកន្លែងណាដែលមានអត្ថប្រយោជន៍រឹងមាំងើបឡើងតស៊ូរួមគ្នាព្រោះកម្លាំងពិតកើតឡើងពីភាពរួបរួមជាមួយគ្នានេះផងដែររឿងណាតក៏បានចូលរួមឧបត្ថម្ភជាថវិកាផ្ទាល់ខ្លួនមួយចំនួនជាមួយមូលនិធិផ្សេងៗដើម្បីជួយដល់កងទ័ពក៏ដូចជាបងប្អូនជនភេសជ្ជដែលកំពុងរងគ្រោះដោយសារការបាញ់ប្រហារកងទ័ពសៀមមកលើកម្ពុជាថ្មីត្បិតតែពេលនេះរូបរាងនាងកំពុងស្ថិតនៅទឹកដីអាមេរិកប៉ុន្តែចិត្តនិងបេះដូងនាងនៅតែនឹករលឹកនិងព្រួយបារម្ភរឿងណាតក៏បានអំពាវនាវដល់បងប្អូនទាំងក្នុងនិងក្រៅប្រទេសចូលរួមបរិច្ចាគថវិកានិងសម្ភារៈផ្សេងៗដើម្បីជួយដល់ជនភេសជ្ជដែលកំពុងរងគ្រោះទឹកក្តីចាស់ក្តីតាមលទ្ធភាព